រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកថាយោធាត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តអ្វីដែលប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់តាក់ទងនឹងអ៊ីរ៉ង់រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកលោក Pete Hegseth បាននិយាយថាយោធាបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តអ្វីដែលលោកប្រធានាធិបតីដូណាល់ត្រាំបញ្ជាក់តាក់ទងនឹងអ៊ីរ៉ង់ខណៈដែលកងនាវាកងទ័ពជើងទឹកកំពុងធ្វើដំណើរឆ្ពោះទៅតំបន់នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី30 ខែមករាឆ្នាំ2026បានឲ្យដឹងថាថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃប្រហ័សលោករដ្ឋមន្ត្រីក្រសួងសហរដ្ឋអាមេរិកបានព្រមានអ៊ីរ៉ង់កុំឲ្យបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែរហើយដែលត្រូវបានអ៊ីរ៉ង់បដិសេធលោកបានមានប្រសាសន៍ថាយើងនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តអ្វីដែលប្រធានាធិបតីរូបនេះកំពុងរំពឹងទុកពីក្រសួងសង្គ្រាមលោកបានចាត់ទុកប្រតិបត្តិការរបស់សហរដ្ឋអាមេរិកថ្មីៗនេះដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាថាជាការបង្ហាញពីសមត្ថភាពនិងចេតនានោះផ្ញើសារទៅកាន់គ្រប់រាជធានីទាំងអស់នៅជុំវិញពិភពលោកថានៅពេលដែលប្រធានាធិបតីត្រាំនិយាយលោកចង់ធ្វើ